ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាយកដ្ឋានព័ត៌មានសេចក្តីប្រកាសព័ត៌មានឯកអគ្គរដ្ឋទូតថៃអះអាងជាថ្មីនៅការបដិញ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងក្នុងឱកាសជួបសម្ដែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានទទួលជំនួបសម្ដែងការគួរសមរបស់ឯកឧត្តមទុនត្រៃសុរ័ត្នឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃប្រចាំកម្ពុជានៅថ្ងៃទី8ខែមេសាឆ្នាំ2025នៅទីស្តីការក្រសួងដែលក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជាថៃស្របពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី75នៃទំនាក់ទំនងការទូតឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូតត្រៃសុរ័ត្នចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជានិងបានសម្ដែងការពេញចិត្តចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងរវាងកម្ពុជាថៃដែលស្ដែងឡើងតាមរយៈកំណើននៃការប្រស្រ័យទាក់ទងលើគ្រប់វិស័យឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនៅដំណើរទស្សនកិច្ចជាន់ខ្ពស់សំខាន់ៗក្នុងអំឡុងពេលប៉ុន្មានឆ្នាំថ្មីនេះរួមមានដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅប្រទេសថៃក្នុងខែកុម្ភៈឆ្នាំ2024ដែលនៅក្នុងឱកាសនោះទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនទន្ទឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកជំទាវនាយករដ្ឋមន្ត្រីភេថងឋានស៊ីនវត្រាដែលនឹងពង្រឹងបន្ថែមទៀតនៅចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជានិងថៃឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមឯកអគ្គរដ្ឋទូតបានឯកភាពគ្នាលើការពន្លឿនការបញ្ចប់ផែនការសកម្មភាពរួមក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រនិងបានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំលើកទី12នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងថៃនៅប្រទេសថៃនាឆ្នាំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រារព្ធខួបលើកទី75នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលមានព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ជាច្រើនរួមមានការប្រកួតកីឡាបាល់ទាត់មិត្តភាពនិងការប្រកួតរត់ប្រណាំងរវាងព្រះរាជាណាចក្រទាំងពីរឆ្នាំ2025ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជាថៃស្ទឹងបត់បាណងអៀនកាលពីខែមីនាឆ្នាំ2025ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងឯកឧត្តមឯកអគ្គរដ្ឋទូតបានផ្លាស់ប្តូរទស្សនៈអំពីការធ្វើឲ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មវិនិយោគទេសចរណ៍និងការអនុវត្តច្បាប់ព្រមទាំងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសការឆបោកតាមអនឡាញឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចូលរួមរំលែកទុក្ខចំពោះការបាត់បង់អាយុជីវិតនៅក្នុងគ្រោះរំជួយដីនៅប្រទេសថៃកាលពីពេលថ្មីនេះនិងបានថ្លែងអំណរគុណចំពោះអាជ្ញាធរថៃដែលបានផ្ដល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជាដែលបានរងគ្រោះពីគ្រោះមហន្តរាយនេះព្រមទាំងសម្រាប់ការលើកលែងការបង់ថ្លៃទិដ្ឋាការសម្រាប់ពលករកម្ពុជានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរផងដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលថៃសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាតាមរយៈការផ្ដល់អាហារូបករណ៍និងការបណ្ដុះបណ្ដាលនានាឯកឧត្តមឯកអគ្គរដ្ឋទូតត្រៃសុរ័ត្នបានកោតសរសើរចំពោះភាពរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជានិងបានអះអាងជាថ្មីនៃការបដិញ្ញាចិត្តរបស់ថៃក្នុងការពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកថ្ងៃពុធ12កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី9ខែមេសាឆ្នាំ2025